សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបានម្ដងទៀតហើយសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមកចង់បង្ហាញតាក់ទងជាមួយនឹងថៃមួយប្រភេទអានេះគឺជាអំបោលតេត្រាគឺ Implorer Tetra ហ្នឹងហើយសម្រាប់ថៃនេះដែរគឺខ្ញុំដាក់លក់តែដោយសារឃើញវាដេញគ្នាខ្ញុំក៏ដាក់ស្បៃឬក៏ខ្សែអំបោះហ្នឹងឲ្យវាពងដាក់ចឹងណាអានេះគឺបន្ទាប់ពីឃើញវាទៅសាសងគ្នាក្នុងហ្នឹងហើយចឹងក៏ខ្ញុំធ្វើការលើវាចេញមកអានេះគឺខ្ញុំសម្រិតទឹកឲ្យវាចេញរៀងអស់ចឹងណាហើយយើងស្រួលលក្ខណៈថាមើលពងវាអានេះគឺបន្ទាប់ពីយើងសម្រិតទឹកហើយយើងយកមកចេញក្រៅអានេះគឺជាខ្សែអំបោះចាក់យើងហ្នឹងអានេះគឺខ្ញុំពេលដែលខ្ញុំដកអំបោះចាក់ចេញគឺឃើញពងវានៅខាងក្រោមនោះសុទ្ធតែពងហើយសម្រាប់ពងដែលមានពណ៌សគឺជាពងខូចហើយពងថ្លាហ្នឹងគឺជាពងដែលមានជីវិតលក្ខណៈថាពងល្អចឹងណាបន្ទាប់ពីហ្នឹងហើយអានេះគឺខ្ញុំតម្លាក់ស្បែកនឹងចូលក្នុងហ្នឹងពេញបន្ទាប់ពីយើងប្រមូលពងហើយចឹងហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើន